ông sầm an lục lực lạng chân hạ bộ dưỡng mình toàn miên từng ngôn không ca đặt tiệm mình đăng tới là ca chụp thọ anh đã chết ICJ thì bỏ sân chia được bao trong không tính miễn chăn tẹt bật bật cắt không ca đặt tiệm mình đăng tới là ca anh đã chết ICJ anh nắng cứ rất thằng ba cam chia ai cái định phải bày tổ lá con trò hay trâu ca ai cái xa zoom ấy đòi bộ dương man thôi cái ca như môi chùm nuốn thì họ khoác hạt ấy cứ Adam ông Sam An rồi còn lại chùm điên xem tiếp các prom giá ca ở được thua được bay hướng chết mấy này đó năng người ta để Adam ở tại live tại ở sập sàiตัวbờ sân chỉ trâu ca ấy cứ dương ai đó chỉ chùm nuôi tiếp hay chẳngยังเคยทาทำไมนี่มีการบอกบุกโกลปรุงได้หรือนอกไอ้โดยอดัมเลือกอย่างจานเลือกจานทามายังបន្តរឿងមិនដឹងនៅ ICJ នឹងចប់ទីសិនបាទសូមជិះអដាមបាទដូច្នេះរឿងមិនដឹងទៅ ICJ នេះបើសិនជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតគាត់ប្តឹងអាហ្នឹងយើងអត់ប្តឹងទេឬក៏អាចធ្វើតាមលក្ខណៈប្រជាធិបតេយ្យគាត់ប្តឹងយើងក៏ប្តឹងទៅហើយបើសិនជាគេដោះស្រាយសំណុំរឿងរបស់រដ្ឋាភិបាល$23ក៏ដោះស្រាយសំណុំរឿងរបស់រដ្ឋាភិបាល7មករាឬរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងក៏ដោះស្រាយទៅអាហ្នឹងផលប្រយោជន៍ខ្មែរទៅមួយទេយើងអាចប្រគួតប្រជែងគ្នាយ៉ាងបានឬក៏បើសិនជាគាត់ប្តឹងហើយយើងមិនប្តឹងទេឬក៏យើងដកពាក្យម្ដងមកវិញហើយអាហ្នឹងយើងដើម្បីខ្មែរតែមួយទឹកដីខ្មែរតែមួយបើសិនជាគាត់ធ្វើគឺយើងគ្រប់គ្រងក៏ប៉ុន្តែដូចខ្ញុំថាអញ្ចឹងមើលទៅរហូតដល់ថ្ងៃនេះគាត់មិនប្តឹងនោះទេបើសិនជាគាត់មិនប្តឹងទេគឺរដ្ឋាភិបាលឯករាជ្យ$23នឹងប្តឹងចំនួនហើយឥឡូវនេះខាងកិច្ចការបរទេសអ្នកស្រីទឹកកំហ៊ុនហ្នឹងគឺបានតាក់ទងជាមួយស្ថាប័នជាច្រើននៅអង្គការសហប្រជាជាតិដើម្បីឲ្យគេទទួលស្គាល់រដ្ឋាភិបាល$23ហើយនឹងបញ្ចុះបញ្ចូលប្រទេសមួយចំនួនទៀតឲ្យគេទទួលស្គាល់ពីទូនាទីរបស់រដ្ឋាភិបាល$23ហ្នឹងដើម្បីយើងមានសិទ្ធិប្តឹងជំនួសរដ្ឋាភិបាលលោកហ៊ុនម៉ាណែតដែលមិនព្រមប្តឹងហ្នឹងយើងនឹងដាក់ពាក្យម្ដងជំនួសគាត់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បាទនៅពេលខាងមុខហ្នឹងព្រោះយើងកំពុងតែរៀបចំសំណុំឯកសារហើយនឹងកំពុងពិភាក្សាជាមួយនឹងមេធាវីអន្តរជាតិចំពោះបញ្ហានេះបាទហើយយើងត្រឡប់មករឿងផែនទីនេះវិញផែនទីនេះគឺថាយើងបានផែនទីពីបណ្ណាល័យសភាអាមេរិកហ្នឹងគឺផែនទីកម្ពុជាជាមួយនៅប្រទេសថៃបាទខ្ញុំបានសិក្សាមួយចំនួនហើយយើងមិនតាន់សិក្សាលម្អិតនៅឡើយទេយើងដូចភូមិជោគជ័យភូមិព្រៃច័ន្ទហ្នឹងបើមើលតាមទីតាំងវាអត់មាននៅក្នុងផែនទីទេដោយសារភូមិទាំងពីរហ្នឹងគឺវាថ្មីបង្កើតក្នុងចន្លោះឆ្នាំ90ជាងហ្នឹងឆ្នាំ91ហ្នឹងអញ្ចឹងអត់មាននៅលើឈ្មោះហ្នឹងអត់មាននៅលើផែនទីទេព្រោះផែនទីហ្នឹងផលិតតាំងពីឆ្នាំ1908 1909យូរឆ្នាំហើយបាទក៏ប៉ុន្តែបើយើងឆែកមើលតាមផែនទីទៅពិនិត្យមើលតាមផែនទីទៅទីតាំងដែលភូមិទាំងពីរហ្នឹងគឺស្ថិតនៅដីខ្មែរយើងណាហើយការដែលបោះបង្គោលម្ដងសោះហ្នឹងគឺมันបានបោះទៅលើទីតាំងចាស់នៃមង្គលបារាំងលេខ42ដល់47នៅភូមិជោគជ័យនៅភូមិព្រៃច័ន្ទទេគឺបោះចូលមកដីខ្មែរយើងអាហ្នឹងយើងឃើញចាស់ស្ដែងចឹងបាទហើយយើងកំពុងរៀបចំផែនទីនេះដាក់គឺមិនឲ្យឃើញច្បាស់អាចពង្រីកបានតាមនយោបាយដែលយើងអាចដាក់ឲ្យគេពង្រីកបានហើយនឹងដាក់ទៅក្នុងទៅជាបំលែងទៅជា PDF ហើយនឹងដាក់ទៅក្នុង website ណាមួយយើងនឹងផ្សព្វផ្សាយដែលអាចឲ្យខ្មែរយើងយកពី website នឹងបានហើយឬក៏អាចមើលបានអញ្ចឹងណាអញ្ចឹងយើងកំពុងធ្វើបច្ចេកទេសហ្នឹងហើយយើងគ្រោងផែនទីហ្នឹងបើយើងមើលទៅវាឃើញបន្តព្រំដែនប៉ុន្តែបើសិនជាយើងមិនសូវចេះមើលមិនដឹងថាបន្តព្រំដែនមួយណាយើងគ្រោងនឹងគូសខ្សែបន្តព្រំដែននៅលើផែនទីហ្នឹងឲ្យឃើញច្បាស់ទៅvàមួយទៀតគឺយើងអត់គូសទេឲ្យប្រៀបធៀបគ្នាលើខ្សែបន្តព្រំដែនហ្នឹងអញ្ចឹងយើងកំពុងរៀបចំបច្ចេកទេសហ្នឹងប្រហែលជាត្រូវការ2សប្តាហ៍ទៀតឬក៏1សប្តាហ៍ទៀតឬក៏3សប្តាហ៍ទៀតដើម្បី
យើងអាចផ្សព្វផ្សាយផែនទីកម្ពុជាជាមួយនឹងប្រទេសថៃនឹងបានបន្តមកយើងនឹងរៀបចំផែនទីកម្ពុជាជាមួយនឹងប្រទេសវៀតណាមហើយយើងនឹងផ្សព្វផ្សាយទៀតបាទហើយទៅកម្ពុជាជាមួយនឹងប្រទេសឡាវផែនទីហ្នឹងគឺយើងរកអត់ទាន់ឃើញទេយើងនឹងព្យាយាមទៅរកនៅវិទ្យាស្ថានជាតិភូមិសាស្ត្រនៅប្រទេសបារាំងហ្នឹងយើងនឹងផ្សព្វផ្សាយនៅពេលក្រោយអញ្ចឹងបងប្អូនមួយចំនួនថាអត់ទាន់ឃើញផ្សព្វផ្សាយផែនទីហ្នឹងគេចង់មើលថាផែនទីហ្នឹងយ៉ាងម៉េចអញ្ចឹងទៅចាំបន្តិចសិនបាទព្រោះនេះជាលើកទី1ហើយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាគឺអត់ដែលមានបុគ្គលណាឬក៏រដ្ឋាភិបាលណាដែលផ្សព្វផ្សាយផែនទីកម្ពុជាជាមួយថៃកម្ពុជាជាមួយឡាវកម្ពុជាជាមួយវៀតណាមហ្នឹងឲ្យកូនខ្មែរយើងបានដឹងទេអញ្ចឹងនៅពេលដែលមិនផ្សព្វផ្សាយផែនទីហ្នឹងទៅឲ្យកូនខ្មែរបានដឹងនោះទេអញ្ចឹងគាត់មិនដឹងថាព្រំដែនរបស់ខ្មែរយើងនៅកន្លែងណាអញ្ចឹងគាត់មិនអាចការពារទឹកដីបានទេហើយរដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងតែងតែបកស្រាយចេះថាយើងមិនអាចបញ្ចេញផែនទីឲ្យគេឃើញនោះទេកាលណាបញ្ចេញផែនទីឲ្យថៃឲ្យវៀតណាមគេឃើញទៅយើងចរចាជាមួយគេទៅគេដឹងពីចំណុចខ្សោយរបស់យើងចរចាជាមួយគេចាញ់គេចាញ់ពីគេអញ្ចឹងណាក៏ប៉ុន្តែអានឹងជាគ្រាន់តែជាលេសតែប៉ុណ្ណោះឯងមិនមែនជាការពិតនោះទេព្រោះនៅពេលដែលធ្វើផែនទីជាមួយនឹងប្រទេសថៃឆ្នាំ1908 1909ហ្នឹងគឺបារាំងគេឲ្យយើងមក copy ឲ្យថៃមក copy ហើយមកពេលដែលធ្វើផែនទីជាមួយប្រទេសវៀតណាមហ្នឹងបារាំងក៏ឲ្យមកខ្មែរយើងមក copy ទៅវៀតណាមមក copy ដែលធ្វើផែនទីជាមួយឡាវឲ្យទៅឡាវមក copy យើងមក copy ដូច្នេះគេមានផែនទីហ្នឹងហើយរឿងអីយើងទៅថាគេដឹងផែនទីហ្នឹងទៅគេដឹងពីចំណុចខ្សោយរបស់យើងគេមានផែនទីហ្នឹងក្នុងដៃហ្នឹងរឿងអីថាគេមិនដឹងផែនទីហ្នឹងអត់មិនមានជាការពិតនោះទេហើយបើសិនជាគាត់ថាប្រទេសទាំង3ហ្នឹងអត់មានចុះអត់មានគេអាចមកយកនៅបណ្ណាល័យសភាអាមេរិកនៅបណ្ណាល័យអង្គការសហប្រជាជាតិអាចទៅយកនៅវិទ្យាស្ថានជាតិភូមិសាស្ត្រIGN នៅប្រទេសបារាំងហ៎អានេះដូច្នេះគេអាចទៅយកបានតែឃើញទេដូច្នេះมันមានមូលហេតុនោះទេខ្ញុំយល់ថាមូលហេតុដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតលោកហ៊ុនសែនមិនបង្ហាញផែនទីឲ្យកូនខ្មែរបានដឹងហ្នឹងគឺដើម្បីលាក់កូនខ្មែរទៅបើសិនជាប្រហែលថាទឹកដីជាមួយវៀតណាមអញ្ចឹងវៀតណាមចូលមកប្រហែលជា1គីឡូអញ្ចឹងហើយបើសិនជាគាត់ចង់កាត់ទឹកដីហ្នឹងទៅឲ្យវៀតណាមហើយបង្ហាញផែនទីឲ្យដឹងទៅពេលហ្នឹងកូនខ្មែរប្រកាសជាស្រែកថាអើយតាមផែនទីនៅក្នុងដីយើងហេតុអីមិនជាកាត់ដីហ្នឹងទៅឲ្យវៀតណាមនេះអញ្ចឹងមូលហេតុទាំងអស់ហ្នឹងហើយបានជាគាត់បង្ហាញផែនទីហើយបើចង់កាត់ទឹកដីហ្នឹងឲ្យថៃចាប់ក្នុងផែនទីដីរបស់យើងសោះអញ្ចឹងចង់កាត់ទឹកដីហ្នឹងទៅឲ្យថៃដើម្បីដូរយកសន្តិភាពនិងអំណាចអញ្ចឹងប្រកាសជាខ្មែរយើងដឹងថាអូរដ្ឋាភិបាលលោកហ៊ុនម៉ាណែតកាត់ទឹកដីឲ្យថៃហើយអញ្ចឹងមូលហេតុដែលគាត់លាក់មិនឲ្យខ្មែរយើងដឹងពីរឿងផែនទីនេះគឺដើម្បីងាយស្រួលក្នុងរដ្ឋាភិបាលលោកហ៊ុនសែនក៏ដូចជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះកាត់ដីទៅឲ្យបរទេសថៃឲ្យវៀតណាមឲ្យឡាវអញ្ចឹងដើម្បីឲ្យវៀតណាមហ្នឹងទៅជួយការពារអំណាចរបស់ខ្លួនឲ្យកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពនិងអំណាចហើយដល់ជាមួយឡាវអញ្ចឹងកាត់ឲ្យឡាវទៅព្រោះចរចាទ្វេភាគីមិនគេឲ្យយើងនៅពេលដែលថៃសំទោសនៅពេលដែលឡាវកាន់កាត់ដីខ្មែរយើងនៅតាមព្រំដែនហើយចរចាជាមួយឡាវទ្វេភាគីគេមិនឲ្យទេអញ្ចឹងមានតែកាត់ឲ្យឡាវទៅដើម្បីកំណត់ព្រំដែនហើយទៅបាទអានោះអញ្ចឹងគោលបំណងគឺអញ្ចឹងទេមិនមានដោយសារមូលហេតុថៃបើសិនបង្ហាញផែនទីទៅឲ្យប្រទេសជិតខាងដឹងពីចំណុចខ្សោយរបស់យើងមិនមានទេបាទហើយមួយទៀតដូចជាផែនទីຂະຫນាតមួយលើ25,000ដែលរដ្ឋាភិបាលលោកហ៊ុនសែនធ្វើជាមួយវៀតណាមឆ្នាំ2019បាទផែនទីនេះវៀតណាមគេធ្វើនៅប្រទេសវៀតណាមធ្វើឲ្យយើងហើយបានធ្វើឲ្យបានគេយកទៅបោះពុំនៅក្រុមហ៊ុនមួយនៅប្រទេសដេណឺម៉ាកបាទផែនទីនេះគឺຂະຫນាតមួយលើ25,000ផែនទីនោះផែនទីថ្មីមិនមែនជាផែនទីបារាំងទេគេធ្វើទៅតាមការបោះបង្គោលជាក់ស្ដែងបាន84%ជាមួយវៀតណាមហ្នឹងផែនទីហ្នឹងវៀតណាមមកធ្វើហើយផែនទីថ្មីទៀតហើយចរចាគ្នាបោះបង្គោលហើយទៀតអាហ្នឹងហេតុអីបានជាយើងទៀមទាឲ្យបង្ហាញផែនទីហ្នឹងដើម្បីយើងយកមកផ្ទៀងផ្ទាត់ជាមួយផែនទីបោនខ្នាតមួយលើ100,000ហ្នឹងថាបាត់ដីខ្មែរយើងប្រហែលយើងទៀមទាច្រើនដងប៉ុន្តែអត់បង្ហាញហេតុអីបានថា
ផែនទីជាមួយបារាំងដែលផែនចំទោះផែនទីដែលបារាំងគេធ្វើគឺផែនទីបោនខ្នាត1 លើ 100,000 ជាមួយវៀតណាមអត់ចង់បង្ហាញខ្លាចវៀតណាមដឹងចំណុចខ្សោយរបស់យើងប៉ុន្តែឥឡូវផែនទីនេះឥឡូវនេះគឺផែនទីខ្នាត1 លើ 25,000 ដែលធ្វើថ្មីនេះវៀតណាមអ្នកធ្វើឲ្យយើងហ្នឹងហើយវៀតណាមជាអ្នកទៅបោះពុំនៅប្រទេសដាណឺម៉ាកហ្នឹងផែនទីហ្នឹងគឺចរចាគ្នារួចហើយបោះបង្គោលរួចហើយហើយបានជាមិនបង្ហាញកូនខ្មែរយកឲ្យដឹងហ្នឹងមិនអាចយកមូលហេតុថាបើសិនជាបង្ហាញទៅខ្លាចវៀតណាមដឹងចំណុចខ្សោយរបស់យើងមិនអាចនិយាយចឹងនោះទេព្រោះអីព្រោះផែនទីហ្នឹងវៀតណាមអ្នកធ្វើទៅតាមបង្គោលដែលគេបោះថ្មីហ្នឹងបាទដែលវៀតណាមខាងវៀតណាមចង់បានហ្នឹងបាទតាមបង្គោលដែលវៀតណាមរំលោភយកដៃខ្មែរយើងដូច្នេះមិនមានមូលហេតុហ្នឹងទេដូច្នេះបានជាយើងផ្សព្វផ្សាយផែនទីហ្នឹងឲ្យខ្មែរដឹងឲ្យកូនខ្មែរដឹងដើម្បីជួយការពារទឹកដីទាំងអស់គ្នាប៉ុន្តែអាចមានគេរិះគន់យើងអ្នកគ្រប់គ្រងគណៈបព្វជិជនអីទៅផ្សព្វផ្សាយផែនទីហ្នឹងដើម្បីឲ្យសត្រូវដឹងអីដូចខ្ញុំថាអញ្ចឹងវាអត់មានមូលហេតុហ្នឹងទេបាទហើយផែនទីដែលមួយចំនួនទៀតយើងនឹងទៅយកនៅវិទ្យាស្ថានជាតិភូមិសាស្ត្រ IGN ក្នុងពេលឆាប់នេះអាហ្នឹងយើងនឹងទៅយកផែនទីជាមួយឡាវកម្ពុជាជាមួយឡាវហើយធ្វើដំណើរទៅប្រទេសបារាំងទៀតដើម្បីទៅកុកពីទៅចម្លងផែនទីនៅវិទ្យាស្ថាន IGN ប្រទេសបារាំងដោយផ្ទាល់ឬក៏សហការីរបស់អាដាមទៅបាទយើងកំពុងពិភាក្សាគ្នាខ្ញុំយល់ថាខ្ញុំនឹងទៅផ្ទាល់តែម្ដងអាហ្នឹងជួនកាលបើសិនជាសហការីទៅយកអាចគាត់យកផែនទីដែលមិនត្រូវដែលយើងចង់បានណាអាហ្នឹងវាអាចយកមកមិនអាចប្រើការបានអញ្ចឹងទៅបើសិនជាខ្ញុំទៅផ្ទាល់ខ្ញុំដឹងថាផែនទីប្រភេទណាដែលយើងចង់បានបាទហ្នឹងយើងនឹងទៅយកផែនទីកម្ពុជាជាមួយនៅប្រទេសឡាវព្រោះយើងអត់ទាន់បានទទួលផែនទីហ្នឹងហើយអាចនឹងយកផែនទីជាមួយនៅប្រទេសថៃផងដែរហើយនឹងជាមួយវៀតណាមយើងមានរួចហើយការពីឆ្នាំ2015ប៉ុន្តែយើងអាចនឹងយកមកដល់ទៀតបាទហើយទៅបណ្ណាល័យនៅអង្គការសហជីវជាតិនេះគឺយើងបានជួបជាមួយមន្ត្រីអង្គការសហជីវជាតិផងដែរហើយគេកំពុងពិនិត្យមើលហើយគេអាចនឹងផ្ញើផែនទីមកឲ្យយើងនៅពេលក្រោយទៀតតាមអ៊ីមែលព្រោះកាលឆ្នាំ2015ខ្ញុំបានទៅដែរទៅដល់ភ្លាមនោះក៏គេមិនបានឲ្យមកយើងដែរគេត្រូវយក scan ហើយបើគេផ្ញើមកឲ្យអ៊ីមែលមកឲ្យខ្ញុំនោះប្រហែលជារយៈពេល1ខែក្រោយហ្នឹងដូច្នេះគោលបំណងរបស់យើងគឺយើងចង់ផ្សព្វផ្សាយផែនទីនោះឲ្យកូនខ្មែរដឹងហើយខ្ញុំដូចខ្ញុំថាអញ្ចឹងគឺអត់ដែលមានបុគ្គលណាឬក៏រដ្ឋាភិបាលណាផ្សព្វផ្សាយផែនទីខ្មែរយើងនោះឲ្យកូនខ្មែរយើងដឹងនោះទេអញ្ចឹងហើយជាលើកទី1ក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលរដ្ឋាភិបាល$23ផ្សព្វផ្សាយផែនទីឲ្យកូនខ្មែរដឹងដែលរដ្ឋាភិបាលលោកហ៊ុនសែនរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអីមិនដែលផ្សព្វផ្សាយឲ្យកូនខ្មែរដឹងនោះទេអញ្ចឹងមិនដែលឃើញផែនទីខ្លួនឯងរបៀបមិនទេអញ្ចឹងទៅការពារទឹកដីយ៉ាងម៉េចនឹងដូច្នេះជាគោលបំណងរបស់យើងគឺដើម្បីធ្វើអញ្ចឹងណាបាទហើយមួយទៀតចង់ឆ្លើយតបទៅលោកហ៊ុនម៉ាណែតផងដែរលោកហ៊ុនម៉ាណែតគាត់ថាខ្ញុំបង្ហាញពីចំណុចដទៃទៀតហ្នឹងដែលពាក់ព័ន្ធទៅនឹងតំបន់ចំនួនជាមួយប្រទេសថៃប៉ុណ្ណឹងយើងអាចពិភាក្សាបន្តពីហ្នឹងក៏បានដែរបាទឥឡូវនេះសូមលោកផាណាចង់មានប្រសាសន៍សូមចេញសិនបាទសូមជើញបាទអរគុណអាដាមខ្ញុំអត់មានប្រសាសន៍ទេដោយសារតែការងារនេះជាការងារបច្ចេកទេសទុកឲ្យអាដាមបកស្រាយច្រើនជាងរឿងមួយទៀតអាដាមរឿងដែលកំពុងតែផុសផុលលើបណ្ដាញសង្គមតែម្ដងណាគឺរឿងឃើញមានការប្រតិកម្មច្រើនមានទាំងប្តីពុនណាមេប៉ៃលិនយើងនិយាយខាងលោកអ៊ីឈៀននិងអ្នកស្រីបានស្រីមុំហ្នឹងក៏បានប្រតិកម្មរឿងអាដាមផុសឲ្យលើកយកឈ្មោះអាដាមអ៊ីឈៀនហ្នឹងហើយលោកហ៊ុនម៉ាណែតក៏លើកយកបញ្ហានេះយកមកនិយាយដែរពេលដែលអាដាមផុសរឿងពងណាំរុននៅជាប់ស្រុកគម្រៀងខេត្តបាត់ដំបងហ្នឹងហើយពាក់ព័ន្ធទៅនឹងលោកអ៊ីឈៀនដែលគាត់និយាយថាជាអតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថាការបង្ខិតចូលដីខ្មែររាប់រយម៉ែត្រតំបន់ពងណារុនជាប់ស្រុកគម្រៀងនេះគឺលោកអ៊ីឈៀនហ្នឹងគឺគាត់ធ្លាប់លើកឡើងខ្លួនឯងហើយនេះអាដាមអាចបកស្រាយដើម្បីឲ្យមហាជនអស់ចម្ងល់ទេតើអាដាមយោងទៅតាមប្រសាសន៍លោកអ៊ីឈៀនហ្នឹងពីពេលណាដែរ
ហើយអារឿងដែលបោះបង្គោលព្រំដែនលេខបោះបង្គោលព្រំដែនបណ្ដោះអាសន្នណាបង្គោលរណបលេខ52ដល់59ហ្នឹងវាយ៉ាងម៉េចដែរដោយសារតែឃើញអាដាមក៏បានផុសដែរប៉ុន្តែក៏ចង់ឲ្យអាដាមបកស្រាយលម្អិតបន្ថែមទៀតយោងទៅលើប្រសាសន៍អាដាមលោកអ៊ីឈៀនហ្នឹងលើកឡើងពីពេលណាហើយការដែលបោះបង្គោលព្រំដែនរណបហ្នឹងវាមានភាពមិនប្រក្រតីអ្វីខ្លះសូមអញ្ជើញអាដាមបាទបាទយើងបានទទួលព័ត៌មានពីសមាជិកក្រុមប្រឹក្សាខេត្តរបស់គណៈបកសង្គ្រោះជាតិណាគាត់ធ្វើជាសមាជិកក្រុមប្រឹក្សាខេត្តហ្នឹងគាត់តែងតែជួបជជែកនិយាយលេងអញ្ចឹងណាជាមួយលោកអ៊ីឈៀនជាមួយអីចឹងណាបាទហើយលោកអ៊ីឈៀនគាត់បានបញ្ជាក់ថាលោកអ៊ីឈៀនគឺជាអតីតអភិបាលខេត្តប៉ៃលិនបាទដូច្នេះដែលសមាជិកក្រុមប្រឹក្សាខេត្តយើងនៅខេត្តប៉ៃលិនហ្នឹងបាននិយាយលេងចឹងទៅលោកអ៊ីឈៀនគាត់ថាតំបន់គេហៅថាផុងណាមរុនបាទដែលជាប់នៅស្រុកកំរៀងខេត្តបាត់ដំបងរបស់យើងហ្នឹងគឺដែលឥឡូវនេះគឺកំពុងបោះបង្គោលម្ដងសន្នចន្លោះពីបង្គោលលេខ52ដល់59ហ្នឹងហើយលោកអ៊ីឈៀនគាត់បានបញ្ជាក់ថាតំបន់ផុងណានរុំដែលជាប់ស្រុកកំរៀងហ្នឹងគឺថាថៃបានចូលដីខ្មែរយើងច្រើនចូលរហូតដល់រាប់រយម៉ែត្រគឺបើគិតជាគីឡូម៉ែត្រគឺបាត់រហូតដល់រាប់រយគីឡូម៉ែត្រការ៉េបាទនៅតំបន់ហ្នឹងបាទហើយព្រោះតំបន់ហ្នឹងកាលពីទសវត្សរ៍ទី80ហ្នឹងគឺគ្រប់គ្រងដោយទាហានខ្មែរក្រហមក៏ប៉ុន្តែដោយសារធ្វើសមារណកម្មឆ្នាំ91ម្ដងហើយដល់ឆ្នាំ98ខ្មែរក្រហមក៏ធ្វើសមារណកម្មឬចុះចាញ់ម្ដងទៀតអញ្ចឹងខ្មែរយើងក៏ចូលមកក្នុងមកអញ្ចឹងថៃក៏យកតំបន់ហ្នឹងអញ្ចឹងបានជាលោកអ៊ីឈៀនប្រាប់ក្រុមប្រឹក្សាខេត្តរបស់យើងហ្នឹងរបស់គណៈបកសង្គ្រោះជាតិថាថៃចូលដីខ្មែរយើងច្រើននៅតំបន់ផុងណងរនហ្នឹងបាទហើយឥឡូវនេះយើងឃើញថាឥឡូវនេះគឺថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតគាត់កំពុងបោះបង្គោលម្ដងអាសន្នពីចន្លោះបង្គោលលេខ52ហ្នឹងទៅរហូតដល់បង្គោលលេខ59បាទបង្គោលគេថាបោះម្ដងអាសន្នហ្នឹងគឺបងប្អូនខ្លះអត់យល់ទេបាទតែពិតគេមានឃើញថាមានបង្គោលលេខ52 53 54រហូតដល់59ទៅហើយយើងឃើញថាបង្គោលហ្នឹងគឺបង្គោលថ្មីតែម្ដងមិនមែនជាបង្គោលដែលបោះចន្លោះឆ្នាំ1919ដល់1920ទេបង្គោលដែលចន្លោះឆ្នាំដែលបង្គោលដែលបោះពីបង្គោលលេខ52ដល់59ហ្នឹងយើងឃើញថាសុទ្ធតែបង្គោលថ្មីតែម្ដងសម័យចេះតែម្ដងអញ្ចឹងមានថាថៃរំកិលចូលដៃខ្មែរហើយបានគេធ្វើបង្គោលថ្មីហ្នឹងបោះនៅទីតាំងថ្មីមិនមែនបោះនៅទីតាំងចាស់នោះទេអញ្ចឹងហើយបានវាស៊ីគ្នានឹងលោកអ៊ីឈៀនដែលគាត់បានប្រាប់ក្រុមប្រឹក្សាខេត្តរបស់គណៈបក្សសង្គ្រោះជាតិយើងហ្នឹងថាថៃចូលមកដីខ្មែរយើងច្រើននៅតំបន់ហ្នឹងណាបាទប៉ុន្តែលោកអ៊ីឈៀនធម្មតាគាត់បម្រើការឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតគាត់អត់ហ៊ាននិយាយការពិតទេបើនិយាយការពិតអាចជាប់គុកឬក៏អាចគេដកតំណែងអញ្ចឹងគាត់និយាយការពីលោកហ៊ុនម៉ាណែតថានៅតំបន់ហ្នឹងបោះបង្គោលហ្នឹងគឺត្រឹមត្រូវហើយបោះបង្គោលម្ដងសនហ្នឹងតែពិតមិនមានទេបាទហើយខ្ញុំត្រឡប់មកវិញគឺបោះបង្គោលម្ដងសនហ្នឹងដូចថាចន្លោះបង្គោលលេខ52ដល់53កន្លងមកគេឯកភាពគ្នាតែទីតាំងបង្គោលលេខ52និង53នោះទេក៏ប៉ុន្តែចន្លោះបង្គោលលេខ52និង53គេអត់ទាន់ឯកភាពគ្នាទេគេអត់ទាន់កំណត់ខ្សែព្រំដែនទេណាអញ្ចឹងបានគេបោះបង្គោលម្ដងអាសន្នឬបង្គោលរណបឬបង្គោលតូចៗហ្នឹងគឺចន្លោះពីលេខ52ទៅ53ហ្នឹងគេបោះបង្គោលរណបតូចៗហ្នឹងដើម្បីកំណត់ខ្សែព្រំដែនថាខ្សែព្រំដែននៅកន្លែងណាចន្លោះបង្គោល52ទៅ53យ៉ាងទៅអាហ្នឹងយើងចង់បញ្យល់ចំណុចហ្នឹងដូច្នេះមានថាគេបោះបង្គោលរណបបណ្ដោះអាសន្នពីចន្លោះបង្គោលលេខ52ដល់59ហ្នឹងហើយបើ
តាមលោកអ៊ីឈៀនមានប្រសាសន៍កន្លងមកហ្នឹងគឺថាចូលដៃខ្មែរយើងច្រើនហើយយើងឃើញជាក់ស្ដែង អាដាមកន្លែង ការ នេះចង់ឲ្យអាដាមបញ្ជាក់បន្តិចមានន័យថាបកគោលបដោះអាសន្នពី52ទៅដល់59ហ្នឹងមានន័យថាអាហ្នឹងគឺមិនព្រមព្រៀងគ្នាពី52ទៅ59ហ្នឹងឬក៏ត្រឹម52ទៅ53ទេអាដាមបាទ គឺព្រមព្រៀងគ្នារួចហើយតាំងពីបកគោលេខ52 53 54 55រហូតដល់59ហ្នឹងគេព្រមព្រៀងទៅលើទីតាំងហ្នឹងរួចហើយប៉ុន្តែទីតាំងហ្នឹងយើងពីមុនមកមានកិច្ចព្រមព្រៀងបែបហ្នឹងទេអាដាមពីមុនមកគេបានព្រមព្រៀងគ្នាក្នុងពេលថ្មីដែរហ្នឹងបាទមិនជាយូរនោះទេបាទហ្នឹងការព្រមព្រៀងគ្នាហ្នឹងទៅលើទីតាំងបកគោហ្នឹង អញ្ចឹងមានន័យថាការព្រមព្រៀងហ្នឹងគឺក្រោយពីមានផ្ទុះអាវុធសង្គ្រាម5ថ្ងៃហ្នឹងមែនទេអាដាមទៅតែថ្មីទីតាំងមួយចំនួនគេយល់ព្រមយូរហើយក៏ប៉ុន្តែទីតាំងមួយចំនួនទៀតគឺទៅតែយល់ព្រមព្រៀងគ្នាថ្មីដែរណាបាទដោយអាមង្គលលេខ42ដល់47ចឹងនៅភូមិជោគជ័យនៅភូមិព្រៃច័ន្ទចឹងមង្គលលេខ42ហ្នឹងគឺចរចាគ្នា25ឆ្នាំហើយអត់ត្រូវគ្នាទេទៅតែមកត្រូវគ្នារយៈពេលចរចាគ្នាមួយអាទិត្យពីរអាទិត្យមុនហ្នឹងឯងថ្មីហ្នឹងដល់មង្គលលេខ43គឺថាគេព្រមព្រៀងគ្នាយូរហើយអញ្ចឹងដូច្នេះចន្លោះពីបកគោលេខ42ដល់47នៅភូមិជោគជ័យភូមិព្រៃច័ន្ទហ្នឹងមួយចំនួនព្រមព្រៀងយូរហើយមួយចំនួនទៀតទៅតែព្រមព្រៀងថ្មីនោះទេអញ្ចឹងវាដូចគ្នាអញ្ចឹងឯងអញ្ចឹងណាអញ្ចឹងហើយបានថាយើងឃើញថាដោយយ៉ាងបកគោលេខ42ហ្នឹងកាលពីបកគោ42និងបកគោ43កាលពីសម័យសង្គ្រាមស៊ីវិលនាទសវត្សរ៍ទី80លោកយើងបញ្ឆៃបាននិយាយថាបកគោ42 43ហ្នឹងគឺនៅកន្លែងប្រាសាទស្រកកក់ធំណាដែលចូលទៅក្នុងដីថៃសពថ្ងៃពីទីតាំងបកគោថ្មីហ្នឹងរហូតដល់ប្រហែលជាជាង2គីឡូម៉ែត្រគឺប្រហែលជា2គីឡូម៉ែត្រកន្លះមកនៅកន្លែងប្រាសាទស្រកកក់ធំណាប៉ុន្តែសពថ្ងៃនេះគឺបកគោលេខ42និងលេខ43ហ្នឹងបានរំកិលមកដល់ភូមិព្រៃច័ន្ទហើយបកគោលេខ45ហ្នឹងនៅភូមិជោគជ័យក៏លោកខ្ញុំបញ្ជាក់ថាចូលដីខ្មែរយើងប្រហែលជា2គីឡូម៉ែត្រដែរប៉ុន្តែសពថ្ងៃមករំកិលរហូតដល់ភូមិជោគជ័យហើយណាហើយបើសិនជាយើងគិតពីអាមង្គលលេខ4243ហ្នឹងមកបន្លាលនោះវាប្រហែលជា3គីឡូម៉ែត្រព្រោះពីទីតាំងបង្គោលថ្មីលេខ42 43ហ្នឹងមកបន្លាលនោះប្រហែលជា500ម៉ែត្រណាហើយកម្ពុជារដ្ឋាភិបាលហ៊ុនម៉ាណែតនឹងទាមទារតែប្រហែលជាកន្លះគីឡូឯងមានថាទាមទារតែពីបន្លានោះទៅរហូតដល់បង្គោលលេខ42 43សប្តាហ៍នេះប្រហែលជា500ម៉ែត្របាទទាមទារប្រហែលជា500ម៉ែត្រទេមានថាបោះបង់ចោលដីខ្មែរយើងទៅដល់ជាង2គីឡូម៉ែត្រឬ2គីឡូម៉ែត្រកន្លះដែលពីមុននៅកន្លែងប្រាសាទស្រកកក់ធំណាប្រាសាទស្រកកក់ធំហ្នឹងយើងដឹងហើយកាលពីទសវត្សរ៍ទី80ហ្នឹងគឺគ្រប់គ្រងដោយខ្មែរយើងមុនដំបូងគឺឆ្នាំ79ដល់ឆ្នាំ83គ្រប់គ្រងដោយទាហានភូមិសំពេចគឺលោកញឹមបញ្ឆៃហ្នឹងដល់ឆ្នាំក្រោយឆ្នាំ83មកគ្រប់គ្រងដោយរណសេរំដោះពលរដ្ឋខ្មែររបស់លោកតាសឿនសានដែលមានវត្តសេរីឬក៏វត្តប្រាសាទស្រកកក់ធំហ្នឹងគឺគ្រប់គ្រងបច្ចៅអន្តការគឺសម្ដេចពិនសែមសពថ្ងៃនេះគឺគ្រប់គ្រងនៅទីហ្នឹងបាទដូច្នេះមិនចេះថាជាដីរបស់ខ្មែរយើងក៏ប៉ុន្តែសពថ្ងៃបែរជាមង្គលលេខ42 43ដែលលោកញឹមបញ្ឆៃថាគាត់បោះទីតាំងនៅកន្លែងប្រាសាទស្រកកោធំហ្នឹងនៅទីតាំងមង្គលលេខ42 43ហ្នឹងសពថ្ងៃនេះបែរជារំកិលមកដល់ភូមិព្រៃច័ន្ទទៅវិញដែលពីមុនលោកញឹមបញ្ឆៃថាបង្គោលហ្នឹងអត់ទេមាននៅមិនមាននៅភូមិព្រៃច័ន្ទដូចសពថ្ងៃគឺនៅកន្លែងប្រាសាទស្រកកោធំហ្នឹងណាហើយប្រាសាទស្រកកោធំហ្នឹងសប្តាហ៍ថ្ងៃគឺរដ្ឋាភិបាលលោកម៉ាណែតមិនទៀមទាទេរដ្ឋាភិបាលលោកហ៊ុនសែនកន្លងមកក៏ទៀមទាដែរមានថាបោះបង់ចោលហើយអត់ទៀមទាយកប្រាសាទហ្នឹងទេហើយឥឡូវនេះមកបោះបង្គោលបដិសន្នចន្លោះពីបង្គោលលេខ42ដល់49ហ្នឹងសំទោស42ដល់47ហ្នឹងនៅភូមិជោគជ័យភូមិព្រៃច័ន្ទហ្នឹងគឺថាធ្វើឲ្យបាត់ដីខ្មែរយើងរហូតដល់ប្រហែលជា2គីឡូម៉ែត្រជាងទៅ3គីឡូម៉ែត្រនៅតំបន់ហ្នឹងឃើញទេអាហ្នឹងយើងឃើញជាក់ស្ដែងអញ្ចឹងនៅបកគោលេខ42និង47ដល់បកគោត្រឡប់មកវិញបកគោលេខ53និង59នៅស្រុកកំរៀងខេត្តបាត់ដំបងនេះគឺថាចូលដៃខ្មែរយើងច្រើនបើយើងមើលទីតាំងដែលនៃការបោះបង្គោលថ្មីហ្នឹងហើយនឹងការបោះបង្គោលរណបថ្មីនេះមកដល់គេថាបោះបង្គោលមកដល់សោះហ្នឹងក៏ចូលដៃខ្មែរយើងច្រើនដែរហើយតាម VD ផ្សាយគឺថា
ប្រជាប្រដ្ឋនៅតំបន់ហ្នឹងអាជ្ញាធរអត់ឲ្យទៅមើលការបោះបង្គោលហ្នឹងទេគេថាកុំទៅរញ៉េរញ៉ៃនៅតំបន់ហ្នឹងចាំគេបោះបង្គោលរណបរួចហើយចាំទៅមើលអាហ្នឹងវាដូចជាមួយវៀតណាមអញ្ចឹងគឺថាទៅមើលទៅដៃខ្សែចំការរបស់គាត់ផ្ទះរបស់គាត់គេយកជាពិសេសដៃខ្សែចំការរបស់គាត់ហ្នឹងគេយកអស់ទៅមានថាកាត់ទឹកដីហ្នឹងទៅឲ្យថៃទៅនៅពេលដែលចង់តវ៉ាគេគម្រាមចាប់ដាក់គុកដូច្នេះគាត់មិនហ៊ាននិយាយថាបាត់ដីហ្នឹងឃើញទេអាហ្នឹងដូចជាមួយវៀតណាមអញ្ចឹងនៅពេលកាត់ដីហ្នឹងទៅឲ្យដីស្រែចម្ការរបស់ប្រជាប្រដ្ឋទៅឲ្យវៀតណាមហើយគាត់មិនអាចតវ៉ាបានទេបើតវ៉ាគេចាប់ដាក់គុកដូច្នេះអាហ្នឹងវាចូល still ដូចគ្នាយ៉ាងឯងជាមួយថៃហ្នឹងគឺថាតំបន់នៅស្រុកគំរាមហ្នឹងគឺយើងឃើញកន្លងមកថៃបានយកចប់ជីកមកបោះបង្គោលតែដោយឯកតោភាគីរហូតដល់ប្រជាប្រដ្ឋខ្មែរយើងឆ្លោះគ្នាជាមួយប្រជាប្រដ្ឋខ្មែរយើងសម្ដីខ្លាំងៗថាមិនបោះបង្គោលលើដីស្រែរបស់ខ្ញុំអញ្ចឹងឃើញទេរហូតដល់មានខាងអាជ្ញាធរយើងទៅអន្តរាគមន៍មកឈប់ការបោះបង្គោលដោយឯកតោភាគីតែបង្គោលរណបដែលយកចប់ជីកមកអីដើម្បីមកបោះបង្គោលម្ដោះអាសន្នដោយឯកតោភាគីសម្គាល់ថាដីថៃហ្នឹងឃើញទេដូច្នេះមានថារឿងហ្នឹងកើតថ្មីនេះតែប្រហែលជាមួយខែមុននេះប្រជាប្រដ្ឋខ្មែរយើងជ្រុះជាមួយធានថៃមានឃើញវីដេអូហ្នឹងគឺថាវីដេអូហ្នឹងគឺបញ្ជាក់ថាមង្គលរណបហ្នឹងបោះនៅលើដីស្រែចំការរបស់ប្រជាប្រដ្ឋខ្មែរយើងដែលជជែកគ្នាឡើងតឹងសរសៃកខ្លាំងមែនទេណាវីដេអូហ្នឹងឃើញទេថ្មីនេះតែឃើញមួយខែជាងហ្នឹងមានថាដូច្នេះបានបញ្ជាក់ថានេះការបោះមង្គលរណបឬបង្គោលម្ដោះអាសន្នចន្លោះបង្គោលលេខ52និង53នេះប្រកាសជាជួរដីខ្មែរយើងមានដូចដែលលោកអ៊ីឈៀនធ្លាប់ប្រាប់ទៅក្រុមប្រឹក្សាខេត្តនៃគណៈបកសង្គ្រោះជាតិអញ្ចឹងឯងដូច្នេះរឿងនេះគឺថាវាច្បាស់ហើយប្រកាសជាបាត់ដីខ្មែរយើងនៅស្រុកគម្រៀងខេត្តបាត់ដំបងនឹងមានមិនមែនដោយលោកហ៊ុនម៉ាណែតថាទេការបោះបង្គោលនឹងធ្វើតាមត្រូវទៅតាមកំណត់ហេតុនៃការបោះបង្គោលដែលធ្វើឡើងតាមកំណត់ហេតុការបោះបង្គោលរបស់គណៈកម្មការព្រំដែនបារាំងសៀមឬក៏ទៅតាមនីតិសញ្ញាបារាំងសៀមឆ្នាំ1904 1907ឬក៏ផែនទីខ្នាត1លើ200,000មិនមែនទេព្រោះឥឡូវនេះឃើញថាថៃគេអះអាងថាការបោះបង្គោលហ្នឹងទៅតាមផែនទីដែលគេចង់បានមានថាគេបាននិយាយថាការបោះបង្គោលម្ដោះអាសន្នហ្នឹងគឺมันបានយកទៅតាមផែនទីខ្នាត1លើ200,000នោះទេអញ្ចឹងមានថាបោះបង្គោលទៅតាមផែនទីខ្នាត1លើ50,000របស់ថៃដល់កម្ពុជាយើងនេះលោកហ៊ុនម៉ាណែតនេះបានបញ្ជាក់ថាអត់ទេការបោះបង្គោលហ្នឹងទៅតាមផែនទីខ្នាត1លើ200,000ទេអញ្ចឹងមានថាការបកស្រាយហ្នឹងវាខុសគ្នាអញ្ចឹងការសង្ស័យហ្នឹងអាចកម្ពុជាយល់ព្រមបោះបង្គោលទៅតាមផែនទីខ្នាត1លើ50,000ហ្នឹងបានជាថៃយល់ព្រមបើសិនជាបោះបង្គោលទៅតាមផែនទីខ្នាត1លើ200,000ថៃធ្វើម៉េចយល់ព្រមធ្វើម៉េចឲ្យកម្ពុជាយើងយល់ព្រមទៅវាស់វែងបោះបង្គោលម្ដោះអាសន្ននៅភូមិជោគជ័យភូមិព្រៃច័ន្ទដែលគេគ្រប់គ្រងនោះក៏ដូច្នេះខ្ញុំយល់ថាហ្នឹងជារឿងមួយដែលយើងសង្ស័យថាប្រកាសធ្វើទៅតាមថៃគឺយកតាមផែនទីខ្នាត1លើ50,000ដែលធ្វើបាត់ដីខ្មែរយើងដូច្នេះការបោះបង្គោលម្ដោះអាសន្ននេះគឺរបៀបដូចជាការកាត់ដីខ្មែរយើងឲ្យថៃដើម្បីដូរយកសន្តិភាពអញ្ចឹងឯងបាទហើយអំណាចបាទយកសន្តិភាពហើយនឹងអំណាចបាទហើយលោកហ៊ុនម៉ាណែតថាឲ្យខ្ញុំឬក៏ក្រុមខ្ញុំហ្នឹងសក្តិរបស់ខ្ញុំហ្នឹងបាទកន្លែងនេះខ្ញុំចាប់គួរអាដាមដែរហ្នឹងកន្លែងនេះដែលលោកហ៊ុនម៉ាណែតគាត់ទើបតែផុសថ្មីនេះគាត់ថាបើសិនជាអស់លោកមិនជំនាញមិនច្បាស់ពីបញ្ហាព្រំដែនទេគាត់ថាអាចមកសិក្សាពីក្រុមរបស់លោកបានព្រោះក្រុមលោកហ្នឹងគេធ្វើកិច្ចការងារជំនាញព្រំដែនហ្នឹងរាប់ទសវត្សរ៍មកហើយអញ្ចឹងអាដាមមានអីឆ្លើយតបទេចុះបើរាប់ទសវត្សរ៍តើហេតុអ្វីបានបាច់ចាំធ្វើលាក់លៀមមិនឲ្យប្រជាពលរដ្ឋដឹងហើយចាក់ស្ដែងណាក្រោយពីយើងបង្ហោះផែនទីខ្នាត1លើ200,000ដែលជាផែនទីឧបសម្ព័ន្ធសន្ធិសញ្ញាបារាំងសៀម1904-1907នេះមានពុកគណៈបព្វជិជនអ្នកមុខអ្នកការមួយចំនួនក៏គេបាននិយាយដែរគេថាយ៉ាងម៉េចគេថាយើងនឹងដើរក្រោយគេទេអាហ្នឹងគេយកមកធ្វើការហ្នឹងយូរហើយអញ្ចឹងហេតុអីបាននៅលាក់លៀមហើយយើងឃើញព័ត៌មានពីថៃមកបែរជាការដែលសម្រេចវាស់វែងរបស់បង្គោលព្រំដែនហ្នឹងទៅជាយកផែនទីខ្នាត1លើ50,000ហើយកន្លែងនេះសំណួរនេះក៏ជាសំណួរចុងក្រោយដើម្បីឲ្យអាដាម
ឆ្លើយតបដែរពាក់ព័ន្ធទៅនឹងលោកហ៊ុនម៉ាណែតដែលគាត់លើកឡើងថាខ្ញុំនឹងអានខ្លីបន្តិចនេះដែលសាររបស់លោកហ៊ុនម៉ាណែតគេថាខ្ញុំសូមឲ្យយោបល់ដូចនេះថាបើអស់លោកក្រុមអស់លោកមិនយល់ច្បាស់ពីរឿងផែនទីឬកិច្ចការព្រំដែនទេសូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយបើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេហើយចង់ស្វែងយល់អំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីដែលអស់លោកបានហ្វូតូកូពីនៅបណ្ណាល័យសភាអាមេរិកដើម្បីជំនួយក្នុងការវាស់វែងបោះបង្គោលព្រំដែនខណ្ឌសីមានៅលើទឹកដីបានត្រឹមត្រូវនោះលោកអាចស្នើសុំរដ្ឋាភិបាលដើម្បីឲ្យអ្នកមានជំនាញព្រំដែនពិតប្រាកដអាចធ្វើការបង្ហាញខ្លីនិងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីអូខេវិជ្ជមានមែនតើអាដាមបើស្ដាប់សារនេះទៅឥឡូវកុំចាប់ពួកយើងមើលកុំចាប់អាដាមអ៊ុំសំអានឬកុំចាប់អីមើលពួកយើងទៅសិក្សាទៅធ្វើជាមួយគ្នាកាន់ផែនទីដែលយើងយកពីបណ្ណាល័យសភាអាមេរិកឬក៏ផែនទីដែលយើងយកពីសាកលវិទ្យាល័យ IGN នៅប្រទេសបារាំងយកទៅចាក់ស្ដែងជាមួយនឹងផែនដីចាក់ស្ដែងមើលថាតើទឹកដីយើងដែលដឹកនាំដោយតកូលហ៊ុនដែលវាស់វែងជាមួយនឹងប្រទេសជិតខាងហ្នឹងតើវាបាត់បង់ឬក៏នៅឥឡូវបើកមកខ្ញុំគិតថាវាជាសញ្ញាវិជ្ជមានឬក៏មិនបើកឲ្យតែអ្នកដែលនៅក្នុងស្រុកក៏បានដែរណាយើងគិតថាអ្នកណាដែលយើងមើលទៅដែលគាត់ណាអង្គការសង្គមស៊ីវិលឬគណៈបកនយោបាយណាដែលយើងគិតថាទុកចិត្តបានអាហ្នឹងឲ្យគាត់ទៅគឺជារឿងល្អឥឡូវខ្ញុំចង់ឲ្យអាដាមបកស្រាយរឿងនេះវិញហើយនេះគឺជាសំណួរទី1ដើម្បីអាដាមបកស្រាយហើយក៏ជាសំណួរបញ្ចប់មួយដែរសម្រាប់ក្នុងការផ្សាយរបស់យើងនេះថាតើការដែលយើងដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ នេះយើងដឹងហើយថាយើងជារដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារយើងទទួលស្គាល់ថាមិនទាន់មានការទទួលស្គាល់ពីអង្គការសហជីវជាតិឬអីកាលណាដែលដាក់ទៅទម្ងន់របស់យើងនៅមានកម្រិតប៉ុន្តែក្រុមកិច្ចការងារការទូតកំពុងតែធ្វើកិច្ចការងារដើម្បីស្វែងរកការគ្រប់គ្រងណាដូចអ្នកស្រីទឹកកំពុនគាត់កំពុងធ្វើកិច្ចការងារខ្លាំងហើយថ្មីមានអង្គការមួយដែលបោះឆ្នោតគ្រប់គ្រងតែម្ដងហើយមាន60ប្រទេសសមាជិកអង្គការហ្នឹងបោះឆ្នោតគ្រប់គ្រងឲ្យយើងឲ្យសាររឿងសិទ្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងហើយក៏រឿងដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ នឹងដែរហើយវាល្អមែនទែនជាសញ្ញាវិជ្ជមានមែនទែនអញ្ចឹងហើយតើផលប្រយោជន៍នៃការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ ហ្នឹងឧទាហរណ៍ថាអត់បានចុះឧទាហរណ៍ថាមិនបានទេថាវាដំណើរការទៅវាមានកម្រិតឬក៏អីណាមួយដែលដោយអាយការបស់តុលាការអន្តរជាតិ ICJ ហ្នឹងដោយឧទាហរណ៍ដូចគេនិយាយថាមានក្រុមបញ្ញវន្តអីមួយចំនួនដែលគេតាំងខ្លួនជាបញ្ញវន្តថាតើតែអ្នកនឹងជាតំណាងរដ្ឋដូចជារដ្ឋាភិបាលអីហ្នឹងក៏អាចមានសិទ្ធិប្តឹងបានតើផលប្រយោជន៍នៃការប្តឹងរបស់យើងនឹងវាមានផលប្រយោជន៍អ្វីខ្លះឧទាហរណ៍ថាអារឿងអស់ហ្នឹងអាលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហ្នឹងអាហ្នឹងវាមានរបស់គេក្នុង policy របស់គេមែនហើយយើងបានប្រឹងប្រែងធ្វើរឿងអស់នេះណាតើវាមានផលប្រយោជន៍អ្វីខ្លះដល់កូនខ្មែរអាដាមសូមអញ្ជើញហ្នឹងហើយទី1គឺការឆ្លើយតបរបស់ហ៊ុនម៉ាណែតទី2សារៈសំខាន់នៃការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិយុត្តិធម៌អន្តរជាតិ ICJ ជោគជ័យឬក៏មិនជោគជ័យតើយើងបានផលប្រយោជន៍អីខ្លះសូមជឿបាទមិនដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដូចខ្ញុំថាបើសិនជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតគាត់ដាក់ហើយយើងមិនចង់យកដាក់នោះទេព្រោះរដ្ឋាភិបាលលោកហ៊ុនម៉ាណែតគាត់កាន់អំណាចអញ្ចឹងគាត់មានអធិភាពជាងក្នុងការប្តឹងប៉ុន្តែដោយសារគាត់មិនប្តឹងហ្នឹងហើយទើបយើងប្តឹងហើយដូចខ្ញុំថាអញ្ចឹងយើងកំពុងធ្វើកិច្ចការទូតជាមួយអង្គការសហប្រជាជាតិជាមួយប្រទេសដទៃទៀតដើម្បីឲ្យទទួលស្គាល់ពីទូរនទីរបស់រដ្ឋាភិបាលឯករាជ្យ23ដុល្លារហ្នឹងដើម្បីឲ្យយើងមានសិទ្ធិប្តឹងជំនួសរដ្ឋាភិបាលលោកហ៊ុនម៉ាណែតទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយយើងកំពុងធ្វើការជាមួយនឹងមេធាវីអន្តរជាតិណាដូច្នេះចាំមើលយើងប្តឹងមើលបើសិនជាយើងប្តឹងហើយគេដោះស្រាយមិនដោះស្រាយហ្នឹងចាំយើងមើលទៅលើលទ្ធផលហ្នឹងខ្ញុំជឿថានៅពេលដែលយើងធ្វើកិច្ចការទូតបានជោគជ័យសង្ឃឹមថាតុលាការយុត្តិធម៌អន្តរជាតិគេនឹងដោះស្រាយរឿងហ្នឹងហើយយើងសង្ឃឹមថានឹងបានជោគជ័យយ៉ាងណាក៏ដោយយើងមិនដឹងលទ្ធផលមុននោះទេប៉ុន្តែយ៉ាងណាក៏ដោយ
វាជាឆន្ទៈរបស់យើងក្នុងនាមជាកូនខ្មែរក្នុងនាមជារដ្ឋាភិបាល$23ក្នុងការពារទឹកដីខ្មែរយើងក្នុងការការពារទឹកដីខ្មែរយើងកុំឲ្យថៃឈ្លានពានកុំឲ្យថៃរំលោភបំពានហើយក៏ដើម្បីទាមទារយកទឹកដីខ្មែរយើងដែលថៃកំពុងគ្រប់គ្រងហ្នឹងយកមកវិញអាហ្នឹងជាឆន្ទៈរបស់យើងដូច្នេះជាបំណងរបស់យើងក្នុងការពារទឹកដីដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនព្រមប្រឹងអញ្ចឹងយើងមានតែប្តឹងជំនួសគាត់បាទដូច្នេះអាហ្នឹងយើងចាំមើលលទ្ធផលទាំងអស់គ្នាទៅហើយត្រឡប់មករឿងលោកហ៊ុនម៉ាណែតគាត់និយាយថាឲ្យក្រុមខ្ញុំដែលជាសហការីរបស់ខ្ញុំឬក៏ខ្ញុំអីទៅរៀនពីបច្ចេកទេសព្រំដែនអីពីគណៈកម្មការជំនាញព្រំដែនរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងខ្ញុំបានពិភាក្សាជាមួយក្រុមខ្ញុំអីហ្នឹងគាត់ថាមិនចង់ទៅរៀនជាមួយអ្នកជំនាញព្រំដែនរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតនោះទេព្រោះបើសិនជារៀនដូចជារៀនពីរបៀបកាត់ទឹកដីខ្មែរទៅឲ្យប្រទេសថៃប្រទេសវៀតណាមដើម្បីដូរយកសន្តិភាពនិងអំណាច